ជំរាបសួរប្រិយមិត្តជាទីមេត្រីជួបជាមួយនឹងខ្ញុំបាទ MB មើលរឿងដែលយប់សម្រាប់ថ្ងៃនេះផងដែរខ្ញុំមិនមែនតគ្នាបន្តទៅរឿងកណ្ដាំដៃប្រហាមីបន្តទៀតអញ្ចឹងចុះនៅថានៅក្នុងពេលនេះលោកមកបណ្ដានោះកុំភ្លេចតាមបានជាមួយនឹង admin ទាំងអស់គ្នាអូខេអ្នកនរគ្នាមុនពេលដែលយើងចូលទៅទស្សនារឿងនេះខ្ញុំបាទ admin មើលរឿងដែលយប់ក៏សូមណែនាំប្រិយមិត្តទាំងអស់គ្នាដែលនិយមចូលចិត្តប្រើការ Bluetooth ងាកមកមើល brand Zombie Cat ដែលមានការរចនាបថទាន់សម័យស័ក្តិសមជាមួយនឹងប្រិយមិត្តយុវវ័យទាំងអស់គ្នា Zombie Cat Cambodia នាំមកជួយនឹងការដែលមានគុណភាពសម្លេងឮច្បាស់បាសបុកល្អមិនមានសម្លេងរ៉ែពាក់មិនឈឺត្រចៀកព្រមទាំងមានមុខងារកាត់សម្លេងរំខាន ANC Mode ថែមទៀតផង Zombie Cat Cambodia មានការរចនាបថ design ទាន់សម័យប្លែកភ្នែកតែម្ដងហើយនេះសូម្បីតែ admin ក៏ប្រើវាដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការកំងទិញអាចឆាតទៅសួរ page Zombie Cat Cambodia ទាំងអស់គ្នាសម្រាប់លេខទូរស័ព្ទ admin នៅលើវីដេអូមុននឹងយើងចូលទៅសាច់រឿងកុំភ្លេច subscribe like និង share Facebook admin page ម្នាក់មួយផងណានៅក្នុងវគ្គនេះវូកាងក៏បានយកឈ្នះបិសាចយៈដ៏ធំមួយនេះបានសម្រេចហើយចំណែកប៉ៃខៃនៅសើទៅសប្បាយចិត្តខ្លាំងពេកនាងក៏ស្ទុតរត់មកពីណាពីណីចាប់អោបថាទូប្រុសរបស់យើងតែម្ដងវូកាងដល់ពេលចឹងឈួលលើថ្មើងដូចដុំថ្មចឹងនាងក៏រំភើបទូប្រុសរបស់យើងក៏រំភើបមើលទៅអារម្មណ៍របស់វូកាងគាត់មិនដែលមាននរណាធ្លាប់ធ្វើបែបនេះដាក់គាត់ទូទេមនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមលើកវូកាងបោះឡើងទៅខាងលើមិនយូរប៉ុន្មានលោកម្ចាស់ជីងក៏បានមកប្រកាសឲ្យគេយកត្រាមកជូនវូកាងទូប្រុសរបស់យើងពេលបានទទួលត្រាពីលោកម្ចាស់ជីងហើយក៏បានសូមស្នើទៅឲ្យលោកម្ចាស់ជីងថាលោកធ្លាប់និយាយប្រាប់ខ្ញុំថាបើសិនជាខ្ញុំអាចយកឈ្នះសត្វយក្សមួយក្បាលនេះបានខ្ញុំនឹងទទួលរង្វាន់បាននោះអីអញ្ចឹងខ្ញុំក៏សូមដូរមកវិញនៅសំណើមួយគឺចង់ឲ្យកាត់បន្ថយម៉ោងធ្វើការត្រឹមមក12ម៉ោងក្នុងមួយថ្ងៃហើយពួកគេក៏មានការជប់សម្រាកធ្វើការ10ថ្ងៃអាចសម្រាកបានមួយថ្ងៃនិងមានគ្រូពេទ្យប្រចាំកន្លែងជីកថ្មងាយស្រួលដល់ពេលធ្វើការមានជំងឺអាចព្យាបាលបានភ្លាមឬបែបនេះមនុស្សទាំងអស់គ្នាក៏ចាប់ផ្ដើមហូរសប្បាយចិត្តរីករាយយ៉ាងខ្លាំងប៉ុន្តែមានន័យក៏ត្រូវលោកម្ចាស់ជីងបដិសេធវូកាងក៏និយាយមកតាមទៅថានេះលោកចំលេបពីសម្ដីមែនដែរទេសាក៏ស្ទុះងើបមកសួរឪពុករបស់គេថាពីថាលេបសម្ដីនឹងមានន័យថាម៉េចពុកលោកម្ចាស់ជីងក៏ឆ្លើយតបទៅវិញថាលោកកូនណាពាក្យនេះគឺចង់សម្ដៅទៅលើមនុស្សដែលមិនប្រកាន់ភ្ជាប់ទៅសម្ដីខ្លួនឯងមានន័យគ្រាន់តែលោកម្ចាស់ជីងនិយាយបែបនេះហើយសាឡំប៉ាតែម្ដងគាត់ថាអញ្ចឹងពុកក៏ដូចគ្នាអញ្ចឹងដែរពុកមិនได้ធ្វើតាមសន្យានោះទេពុកគឺជាមនុស្សម្នាក់លេបសម្ដីខ្ញុំជប់លេងជាមួយនឹងពុកទៀតហើយឃើញថាលោកម្ចាស់ជីងក៏ដូចជាស្រឡាញ់កូនប្រុសរបស់គាត់ខ្លាំងណាស់ទូប្រុសរបស់យើងក៏បាននិយាយថាអញ្ចឹងលោកម្ចាស់ជីងយល់ព្រមតាមសំណើមួយនេះហើយខ្ញុំពិតជាអរគុណខ្លាំងណាស់ដោយសារតែសាធ្វើទុករអ៊ូខ្លាំងពេកលោកម្ចាស់ជីងក៏យល់ព្រមតាមសម្ដីរបស់វូកានទៅបន្តមកទៀតទូប្រុសរបស់យើងក៏សែកប្រកាសទៅអ្នកជីកត្បូងទាំងអស់ថាសម្ដីរបស់គាត់ដែលបានស្នើទៅកាន់លោកម្ចាស់ជីងបានសម្រេចហើយមនុស្សទាំងអស់ក៏ចាប់ផ្ដើមស្រែកហូសារជាថ្មីអស្ចារ្យណាស់លោកធ្វើបានល្អខ្លាំងណាស់បន្ទាប់ពីនឹងមកទៀតយប់អត្រាទៅហើយវូកាងក៏បានមករកសត្វយក្សមួយក្បាលដែលវៃជាមួយនឹងគាត់កាលពីព្រឹកមិញដំបូងសត្វយក្សមួយក្បាលនេះគ្រាន់តែឃើញទូប្រុសរបស់យើងដើរមកគេក៏ជ្រួតទៅរកគាត់តែម្ដងប៉ុន្តែដោយសារតែរបួសរបស់គេរៀងធ្ងន់ធ្ងរគួរសមទើបធ្វើឲ្យគេកម្រើកមិនបានដល់ហើយតាមពិតវូកាងមកទីនេះគឺចង់មើលរបួសសត្វយក្សមួយក្បាលនេះដែលក៏គិតថាវាមិនកាចសាហាវដូចគេថានោះទេទូប្រុសរបស់យើងក៏បានដូរយកថ្នាំមួយកញ្ចប់ដែលធ្លាប់ព្យាបាលជំងឺរបស់ប៉ៃខៃនេះគាត់ចង់យកវាមកព្យាបាលសត្វមួយក្បាលនេះផងដែរដែលសើទៅសត្វយក្សមួយក្បាលនេះមិនចេះស្ដាប់ភាសាមនុស្សចេះតែកញ្ជ្រោមរត់តួអង្គយើងក៏លេងមួយក្បាច់បោះថ្នាំនេះចូលទៅមាត់របស់វារួចហើយវូកាងក៏បាននិយាយថាខ្ញុំមើលទៅឯងមិនកាចសាហាវដូចគេថានោះទេគ្រាន់តែឯងឆេវឆាវតែប៉ុណ្ណោះខ្ញុំដាក់ថ្នាំនេះឲ្យឯងស៊ីហើយឯងប្រកាសជាសះស្បើយលឿនមិនខានជីវិតមានសារៈសំខាន់ខ្លាំងណាស់មិនថាពួកឯងឬក៏ពួកខ្ញុំមួយទេសិតតែមានជីវិតដូចគ្នាពួកយើងមិនគួរណាជាប់នៅក្នុងទ្រុងនេះទាំងអស់គ្នាបែបនេះនោះឡើយនិយាយហើយវូកាងក៏សន្យាជាមួយនឹងសត្វយក្សមួយក្បាលនេះថាខ្ញុំនឹងមកម្ដងទៀតនៅថ្ងៃស្អែកដើម្បីព្យាបាលជំងឺរបស់ឯងរួចហើយក៏ដើរចេញបាត់ទៅលុះដល់ពេលព្រឹកឡើងវូកាងក៏បានផ្លាស់ប្ដូរនូវសម្លៀកបំពាក់ថ្មីស័ក្តិសមជាមួយនឹងគាត់ជាអ្នកគ្រប់គ្រងពិតមែនទូប្រុសរបស់យើងក៏បានឡើងប្រកាសទៅឲ្យមនុស្សទាំងអស់ថាចាប់ពីពេលនេះទៅខ្ញុំគឺជាអ្នកមើលការខុសត្រូវថ្មីរបស់អ្នកទាំងអស់គ្នាហើយខ្ញុំនឹងលុបចោលនូវច្បាប់ទាំងអស់របស់ឡាវខៃដែលគេធ្លាប់ដាក់ឲ្យពួកអ្នកទាំងអស់គ្នាធ្វើហើយខ្ញុំសន្យាថាដរាបណាខ្ញុំនៅទីនេះអ្នកទាំងអស់គ្នានឹងមានអាហារហូបគ្រប់គ្រាន់ធ្វើការមានពេលកំណត់ដល់រដូវរងាពួកយើងនឹងផ្ដល់ជូននៅអាក្រាស់ដល់ទៅអ្នកទាំងអស់គ្នាទៀតផងឬបែបនេះក៏មានបរិមម្នាក់បញ្ចេញមតិមកថាខ្ញុំមិនដឹងថាលោកដូចជាឡាវខៃឬក៏យ៉ាងណានោះទេប៉ុន្តែពេលដែលគេបានឡើងធ្វើជាអ្នកគ្រប់គ្រងហើយគេក៏និយាយបែបនេះដូចជាលោកចឹងដែរដល់ពេលនិយាយហើយគ្មានបានការអីនោះទេសិតតែជាការបោកប្រាស់ទាំងអស់ត្បិតតែវាជាការចាប់ផ្ដើមរបស់គាត់ដែលធ្វើជាអ្នកគ្រប់គ្រងនេះដូចជាបង្រៀនឲ្យទូប្រុសរបស់យើងជិះគ្រប់គ្រងមនុស្សទាំងអស់បើយើងមិនល្អគ្រប់គ្រងនោះទេមិនមានប្រជាជនណាមកគ្រប់គ្រងយើងឡើយបន្ទាប់ពីនឹងមួយទៀតជួងក៏បានបន្លឺឡើងកូនចៅទាហានរបស់វូកាងក៏បាននាំយកម្ហូបអាហារមួយចំនួនមកឲ្យមនុស្សទាំងអស់ទូប្រុសរបស់យើងក៏បាននិយាយថែមទៀតថាដោយសារតែការគ្រប់គ្រងរបស់ឡាវខៃធ្វើឲ្យអ្នកទាំងអស់គ្នាមិនបានហូបចុកគ្រប់គ្រាន់រាល់ថ្ងៃនេះជាតែញ៉ាំនំប៉ាក្រៀម
អញ្ចឹងចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាញ៉ាំជាមួយនឹងម្ហូបឆ្ងាញ់រហូតទៅមនុស្សទាំងអស់គ្នាគ្រាន់តែឃើញគេលើកបាយមកដាក់ពីមុខបែបនេះឃ្លានបិទមាត់មិនចិត្តនោះទេពួកគេក៏ចាប់ផ្ដើមសម្រុកគ្នាដណ្ដើមចូលទៅយកអាហារមិនគិតចាស់មិនគិតក្មេងសម្រុកឲ្យតែបានហូបឆ្អែតរៀងខ្លួនដល់ពេលចឹងក៏ធ្វើឲ្យវូកាំងសៃប្រកាសម្ដងទៀតថាឲ្យពួកអ្នកទាំងអស់គ្នាធ្វើការតម្រូវជួមនុស្សចាស់គឺជាអ្នកមកមុនហើយបន្ទាប់គឺជាក្មេងៗហើយនៅស្ត្រីគឺជាអ្នកមកបន្ទាប់បែបនេះក៏ធ្វើឲ្យមនុស្សទាំងអស់នៅក្នុងកន្លែងជីកត្បូងប្រែក្លាយទៅជាទម្លាប់ល្អលែងប្រជាតិដណ្ដើមគ្នាបន្តទៅទៀតបន្ទាប់ពីនឹងមកទៀតតួអង្គរបស់យើងទាំងពីរក៏បានអង្គុយញ៉ាំអាហារជាមួយគ្នាបែកខែចេះតែមើលមុខវូកាំងរហូតនេះនាងមិននឹកស្មានថាតួប្រុសរបស់យើងម្នាក់នេះកែប្រែខ្លួនរបស់គាត់ឲ្យក្លាយទៅជាអ្នកដឹកនាំមួយរូបគួរឲ្យគោរពនោះទេភាពក្លាហានរបស់គាត់ក៏ធ្វើឲ្យនាងកោតសរសើរយ៉ាងខ្លាំងនៅក្នុងពេលដែលកំពុងញ៉ាំអាហារជាមួយគ្នានឹងក៏ឮសំឡេងបរិមម្នាក់ស្រែកឲ្យគេជួយយ៉ាងខ្លាំងតួប្រុសរបស់យើងក៏ស្ទុះប្រញាប់ប្រញាល់ទៅមើលគាត់ដល់ពេលសួរនាំទៅទើបដឹងថាក្រុមទាហានផ្សេងទៀតចាប់ពួកគេយកទៅលេងជាមួយនឹងសត្វយក្សមួយក្បាលនោះងាកចូលមកខាងទីលានអារីណានេះវិញក្រុមទាហានមួយក្រុមកំពុងចាប់យកកម្មករជីកត្បូងមកធ្វើការប្រយុទ្ធគ្នាលេងជាមួយនឹងសត្វយក្សនេះពួកគេចង់លេងសប្បាយបែរជាយកមនុស្សមកសាក់លបងបែបនេះទៅវិញហើយព្យាយាមវាឲ្យសត្វយក្សកំណាញ់មួយនោះខឹងសម្បាទៅវាគេវាឯងទើបមកពូនេះអស់ចិត្តមិនយូរប៉ុន្មានវូកាំងក៏ដើរមកដល់ទីលានអារីណាមួយនេះចំពេលដែលយក្សខៀវលើកជើងបំរុងនឹងផ្លាច់ជីវិតបរិមម្នាក់ទៅហើយទូប្រុសរបស់យើងក៏បាននិយាយថាឆាប់ឈប់ភ្លាមទៅនេះឯងចង់សម្លាប់គេមែនដែរឬទេឯងមាននៅចាំសម្ដីដែលខ្ញុំបាននិយាយកាលពីថ្ងៃមុនដែរឬអត់ដែលថាអ្នកទាំងអស់គ្នានេះសុទ្ធតែមានជីវិតដូចគ្នាអញ្ចឹងជីវិតគឺមានសារៈសំខាន់ខ្លាំងណាស់មិនថាឯងឬក៏គេនោះទេគ្រាន់តែនិយាយបែបនេះហើយក្រុមទាហានទាំងអស់ក៏បានដើរមកនិយាយជាមួយនឹងវូកាំងថាអាយ៉ានេះគឺជាអ្នកចាត់ការថ្មីតាដែលទើបតែនឹងឡើងឈ្មោះអាកើនឹងមែនឯងមានបញ្ហាអីបើជាមករៀបរៀងយើងបែបនេះពួកយើងចាប់យកមួយក្បាលនេះគឺមកដើម្បីបម្រើការទស្សនាទៅឲ្យលោកម្ចាស់ជីងវូកាំងក៏ឆ្លើយតបទៅវិញថាបម្រើដល់ការទស្សនាយកកម្មករជីកត្បូងមកលេងសើចបែបនេះមែននេះបើសិនជាមានបញ្ហាយឺតយ៉ាវដល់ការជីកត្បូងមិនគ្រប់គ្រាន់លោកម្ចាស់ជីងនឹងស្ទេបន្ទោសឲ្យអ្នកណាមួយម៉ាត់របស់ទូប្រុសយើងធ្វើឲ្យក្រុមទាហានទាំងនោះមិនហ៊ានប្រកែកតវ៉ាពួកគេក៏នាំគ្នាដើរចេញបាត់អស់ទៅដល់ពេលយប់បន្តិចវូកាំងក៏យកមកហូបអាហារមួយចំនួនមកឲ្យសត្វយក្សមួយក្បាលនេះទៀតព្រោះគាត់ដឹងថាយើងមួយក្បាលនេះប្រកាសជាមិនបានហូបអីតាំងពីចូលមកប្រយុទ្ធថ្ងៃដំបូងមកម្ល៉េះទូប្រុសរបស់យើងក៏ហុចនឹងប្រហូបមួយចំនួនឲ្យទៅវាហើយនិយាយប្រាប់វាថាចាប់ពីថ្ងៃនេះទៅឯងលែងដាច់ពោះទៀតហើយខ្ញុំនឹងយកម្ហូបអាហារឲ្យឯងរាល់យប់ប៉ុន្តែឯងត្រូវតែសន្យាជាមួយនឹងខ្ញុំពីពេលនេះទៅថាជូធ្វើបាបមនុស្សបន្តទៅទៀតបន្ទាប់ពីនឹងមកវូកាំងក៏បានហៅមនុស្សទាំងអស់មកប្រជុំគ្នាដើម្បីប្រាប់ថាជិះពីពេលនេះទៅខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាបែងចែកជាក្រុមបើសិនជាមានក្រុមណាធ្វើការប្រក្រប់ត្បូងបានមុននោះពួកគេក៏ឲ្យទៅសម្រាប់បានមុនគេហើយខ្ញុំនឹងបែងចែកមនុស្សចាស់កូនក្មេងស្ត្រីនិងក្រុមផ្សេងទៀតឲ្យដៃពីគ្នាបន្តមកទៀតខ្ញុំនឹងឲ្យអ្នកជំនាញមករៀនអ្នកទាំងអស់គ្នាឲ្យដឹងពីការជីកត្បូងឲ្យបានកាន់តែលឿនមនុស្សម្នាទាំងអស់សប្បាយចិត្តនឹងទង្វើរបស់វូកាំងធ្វើខាងណាពីពេលនេះទៅពួកគេកាន់តែធូរកម្លាំងមែនទែនហើយបន្ទាប់ពីចាត់ចែងរួចហើយប៉ែកខែក៏នាំគេមកបង្រៀននៅក្នុងការជីកត្បូងថ្មដែលឲ្យពួកគេយល់ដឹងពីកន្លែងនិងចំណុចណាមួយដែលគួរជីកទើបធ្វើឲ្យវាបានលទ្ធផលឲ្យពួកគេមើលពិតមែននៅក្នុងថ្ងៃមួយវូកាំងក៏មើលឃើញលោកម្ចាស់ជីងបង្ហាញនៅវិជាគុណរបស់គាត់សូពេលដែលតួអង្គរបស់យើងដើរមកដើម្បីយកសំណាងមួយចំនួនមកឲ្យគាត់ពងនោះវូកាំងក៏ចាប់ផ្ដើមឆ្ងល់ថាតាមសមត្ថភាពនិងតាមពររបស់លោកម្ចាស់ចាន់ជីងមានកម្លាំងខ្លាំងពិតមែនហើយអ្វីបានជាគាត់មកបម្រើតែអាណាចក្រអមតៈទៅវិញកំពុងតែចូលឆ្ងល់នឹងវូកាំងក៏ទៅលោកម្ចាស់ជីងប្រើកណ្ដាប់ដៃរបស់គាត់ចាប់ទូប្រុសរបស់យើងមកនិយាយជាមួយហើយគាត់ក៏បាននិយាយថាខ្ញុំប្រាប់ឯងឲ្យដឹងថ្ងៃក្រោយឈប់ឈរលួចមើលខ្ញុំបែបនេះបន្តទៀតបើឯងចង់និយាយអ្វីឆាប់ដើរមកនិយាយមកវូកាំងក៏បានហុចនៅសំណារបស់កម្មករទាំងអស់ជូនទៅលោកម្ចាស់ជីងដើម្បីឲ្យគាត់យល់ព្រមផ្ដល់នូវឧបករណ៍ថ្មីៗសម្រាប់ការបង្កើតការជីកត្បូងថ្មឲ្យបានកាន់តែប្រសើរឡើងដោយសារតែឃើញការខិតខំប្រឹងប្រែងរបស់វូកាំងធ្វើឲ្យការជីកត្បូងថ្មកាន់តែកើនឡើងដូចនេះគាត់ក៏យល់ព្រមតាមសំណារបស់វូកាំងដែលបានស្នើដាក់មកនេះទៅរយៈពេលកាន់តែអូវឡាយវិញទៅវូកាំងក៏ក្លាយទៅជាអ្នកដឹកនាំកម្មករជីកត្បូងដែលប្រែក្លាយទម្លាប់ផ្ទះផ្លាស់ប្ដូរនៅទម្លាប់ថ្មីរួមទាំងផ្ដល់ជូននូវចំណេះដឹងម្ហូបអាហារសម្ភារៈនិងការជួយមើលថែផ្សេងៗទៅកម្មករទាំងអស់ទៀតផងហើយមិនได้ដាក់ខ្លួនថាជាអ្នកដឹកនាំមួយទេមនុស្សទាំងអស់គឺមានសិទ្ធិស្មើគ្នាវូកាំងត្បិតតែគាត់ជីកត្បូងថ្មបំរើទៅឲ្យអាណាចក្រអមតៈប៉ុន្មានប៉ុន្តែនៅក្នុងចិត្តរបស់គាត់នៅតែចាំមិនភ្លេចពីជាតិសាសន៍របស់ខ្លួនឯងថានៅថ្ងៃណាមួយគាត់នឹងឲ្យស៊ីងងើបឡើងម្ដងទៀតហើយមនុស្សទាំងអស់នឹងរួចផុតពីទាសកររបស់អាណាចក្របិសាចមួយនេះឲ្យតតែបានទូប្រុសរបស់យើងរៀនបានច្រើនខ្លាំងណាស់ពីប៉ែកខៃនាងគឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ទៅអ្នកជុំវិញខ្លួនជួយគេមិនគិតខ្លួនឯងហើយនាងបានបង្រៀនឲ្យគាត់ជិះផ្សំតាមចេញពីដើមឈើផ្សេងទៀតផងចុងពេលនៅក្នុងយប់មួយទូឯសីរបស់យើងប៉ែកខៃក៏ចាប់ផ្ដើមមានអាការៈគ្រុនញែកដូចមុនអញ្ចឹងប៉ុន្តែលើកនេះវូកាំងមិនទុកនាងចោលដូចមុននោះទេគាត់ក៏បានយល់ច្បាស់អំពីខ្លួនឯងថាគាត់គឺជាមនុស្សតែម្នាក់គាត់ដែលអាចជួយឲ្យនាងផុតពីអាការៈនៅក្នុងខ្លួនរបស់នាងបាន
ផ្លែខែកញ្ឈឹបដើមញញឹមនាងគិតថានេះគឺជាអាការហើយមិនជាចងចាំនៅអ្វីដែលអាចជួយសង្គ្រោះនាងបានប៉ុន្តែទោះជាយ៉ាងណាក៏ដោយតួឯកស្រីរបស់យើងម្នាក់នេះនៅតែមិនទាន់ដឹងថានេះគឺជាព្រះអង្គម្ចាស់វូកាំងកូនស្ដេចស៊ីងនោះទេរយៈពេល4ឆ្នាំកន្លងផុតទៅស៊ូសាវកូនសៃហ្វាក៏បានធ្វើដំណើរមកសួរសុខទុក្ខលោកម្ចាស់ជីងជាមួយនឹងគ្រូធ្មប់គួយមូទៀតផងម្ដងនេះវីវមែនតែណាទូប្ររបស់យើងគ្រាន់តែចុះពីលើរទេះសេះមកលោកម្ចាស់ជីងអោនលំទោនគោរពជាមួយនឹងគួយមូដូចជាគេព្រះអង្គម្ចាស់អញ្ចឹងគ្រូធ្មប់គួយមូក៏បាននិយាយទៅកាន់លោកម្ចាស់ជីងថាខ្ញុំឮថាព្រំមរណៈរបស់លោកនេះទទួលបាននូវការជីកថ្មដូចជាប្រសើរជាងគេជាងឯងអញ្ចឹងហើយទើបបានជាអាណាចក្រអមតៈឲ្យខ្ញុំចូលមកសួរសុខទុក្ខលោកចឹងដឹងពីសកម្មភាពនៃការជីកថ្មនៅក្នុងភ្នំមួយនេះលោកម្ចាស់ជីងក៏បានឆ្លើយតបទៅវិញថាខ្ញុំពិតជាអរគុណខ្លាំងណាស់ទៅដល់អាណាចក្រអមតៈពួកលោកអាចចូលទៅមើលបានប៉ុន្តែខ្ញុំឮថាលោកម្ចាស់ទើបតែវាយគ្នាជាមួយនឹងស្ដេចស៊ីងហើយក៏ដូចជាមានរបួសពេញខ្លួនទៀតផងតែហេតុអ្វីបានជាលោកមើលទៅដូចជាធម្មតាអញ្ចឹងឮបែបនេះគួយមូក៏ថាលោកម្ចាស់ជីងចង់មើលងាយពីសមត្ថភាពរបស់គេវាយមិនឈ្នះជាមួយនឹងស្ដេចស៊ីងគួយមូក៏ស័យទៅឲ្យលោកម្ចាស់ជីងថាឯងកុំគិតថាអាណាចក្រអមតៈឲ្យឯងមកមើលការខុសត្រូវនៅតំបន់មួយនេះសម្រាប់តែឯងជីកថ្មមួយតែប៉ុណ្ណោះនេះគុំតែសារតែពួកយើងទុកជីវិតតែឯងនោះទេអញ្ចឹងត្រូវចាំនៅក្នុងខួរក្បាលរបស់ឯងសម្ដីរបស់គួយមូធ្វើឲ្យលោកម្ចាស់ជីងទប់កំដាត់ដៃរបស់គាត់មិនចង់ជាប់មួយទេមើលទៅគាត់ក៏ត្រូវអាណាចក្រអមតៈគ្រប់គ្រងដូចគ្នាអញ្ចឹងដែរលោកម្ចាស់ជីងក៏សុខចិត្តឲ្យលំទោននិយាយថានេះគឺជាកំហុសរបស់ខ្ញុំគ្មានចេតនាណានិយាយទៅកាន់អាណាចក្រអមតៈនោះទេសូមអភ័យទោសដល់ខ្ញុំផងគួយមូក៏បាននិយាយថានេះគឺជាកូនសៃហ្វាដែលពុករបស់គេទើបតែវាយបានក្រុងស៊ីងហើយគេគឺជាមនុស្សម្នាក់ដែលជួយបំពេញរូបរាងកាយរបស់ខ្ញុំឲ្យដូចដើមមកវិញស៊ូសាវហៅគួយមូសិតតែ Godfather ជាភាសាខ្មែរគេហៅថាគ្រូឪនឹងឯងបាននិយាយពីមុខមាត់វិញកំពុះមហាឌឺតែម្ដងគ្មានពីលើលោកនោះទេតួមួយនេះគួយមូក៏បាននាំស៊ូសាវមកទីនេះដើម្បីទទួលនៅវិជាគុណរបស់លោកម្ចាស់ជីងដំបូងគេបាននិយាយថាស៊ូសាវគេគឺជាកូនរបស់សៃហ្វាជាព្រះអង្គម្ចាស់ដែលមានភាពវៃឆ្លាតខ្ញុំចង់ឲ្យគេទទួលយកនៅវិជាធម្មពលកណ្ដាប់ដៃរបស់លោកតែលោកព្រមបង្ហាត់បង្រៀនគេដែរឬអត់ឬបែបនេះលោកម្ចាស់ជីងក៏បាននិយាយថាធម្មពលដែលខ្ញុំមាននេះមិនមែនចេះតែហាត់មួយថ្ងៃពីរថ្ងៃហើយប្រើការបាននោះទេគឺត្រូវចំណាយពេលនិងកម្លាំងធម្មពលជាច្រើនខ្លាំងណាស់ខ្ញុំគិតថាខ្លីតែក៏ទៅមិនរួចនោះទេណាមួយវាក៏ត្រូវស័ក្តិសមជាមួយនឹងមនុស្សដែលអាចព្រមទទួលយកវាបានដែរស៊ូសាវក៏ឆ្លើយតបទៅវិញភ្លាមថាខ្ញុំនឹងមកទីនេះមួយរយៈដើម្បីចង់ដឹងថាខ្ញុំអាចទទួលយកធម្មពលរបស់លោកបានដែរឬអត់ហើយបើសិនជាខ្ញុំមិនអាចទៅរួចនោះទេពួកយើងអាចពិចារណាគ្នាជាមួយនឹងអាណាចក្រអមតៈថាត្រូវធ្វើយ៉ាងណាចំពោះលោកបន្តទៀតនេះចង់មកហាត់រៀនវិជាគុណរបស់គេហើយគំរាមកំហែងគេទៀតមិនចង់បង្កាយបន្តទៀតលោកម្ចាស់ជីងក៏បាននិយាយថាខ្ញុំមិនបានគិតអញ្ចឹងនោះទេប៉ុន្តែអ្វីដែលសំខាន់នោះគឺថាឥឡូវនេះនៅក្នុងភូមិមរណៈមួយនេះកំពុងតែមានភាពចលាចលមានមនុស្សមួយចំនួនក៏ត្រូវបានសត្វចម្លែកហើយស៊ីទៀតផងក្នុងរយៈពេលប្រមាណថ្ងៃនេះពួកយើងត្រូវបាត់បង់មនុស្សជាង100នាក់ទៅហើយអញ្ចឹងបើសិនជាលោកម្ចាស់គួយមូមកដល់ហើយសូមលោកជួយមើលពីវិធីដោះស្រាយនៅក្នុងទឹកដីមួយនេះផងគួយមូគេក៏សូមយកមនុស្សមកបូជាបំពេញរាងកាយរបស់គេដែរប៉ុន្តែគេមិនដែលឮថាមានសត្វចម្លែកអាចស៊ីមនុស្សរហូតដល់100នាក់នេះខ្លាំងជាងគេទៅទៀតអញ្ចឹងអាកននេះក៏ចង់ដឹងថាសត្វចម្លែកអ្វីដែលមានលទ្ធភាពស៊ីមនុស្សបានខ្លាំងជាងគេប៉ុណ្ណាដល់ហើយលោកម្ចាស់ជីងក៏បាននាំពួកគេទាំងពីរចូលទៅមើលកន្លែងជីកត្បូងវូកាំងគ្រាន់តែឃើញស៊ូសាវនៅមេថ្មគួយមូគាត់ក៏ជិះប្រាំភ័យបុកពោះតែម្ដងហើយចៃដន្យមកចំពេលដែលគាត់កំពុងតែនៅកន្លែងជីកថ្មទៀតលោកម្ចាស់ជីងក៏បានហៅទូប្រុសរបស់យើងដើម្បីឲ្យគាត់មកណែនាំប្រាប់ទៅស៊ូសាវនិងគួយមូអំពីបិសាចដែលចាំមនុស្សស៊ីនៅក្នុងកន្លែងជីកថ្មមួយនេះប្រងនេះកាន់តែយ៉ាប់មែនទែនហើយមើលទៅស៊ូសាវដូចជាចងចាំនៅមុខមាត់របស់វូកាំងយ៉ាងម៉េចចាំទីនោះចាំទស្សនាជាមួយនឹង admin នៅពីបន្តទៀតណាអរគុណសម្រាប់ការតាមដានរឿងនេះពីដើមរហូតដល់ចប់ខ្ញុំបាទ admin មួយរឿងដែលយប់ក៏សូមគ្រប់លានអ្នកទាំងគ្នាត្រឹមប៉ុណ្្នេះសិនជួបគ្នានៅវីដេអូបន្តទៀត